ខ្ញុំអាចឲ្យពួកគេឃើញវាដោយមិនចាំបាច់ឲ្យអ្នកចាក់ចេញដោយឃើញថាយើងពិតជាបានបង្កើនការលំបាក真的假的？ ផ្លូវបានឃើញជំហានរបស់យើងស្ងាត់ទៅយើងជិតដល់ផ្ទះរបស់តាជុងហើយខ្ញុំគិតថាពួកគេកំពុងមើលពេលពួកគេត្រឡប់មកផ្ទះវិញពួកគេបានឃើញយើងប៉ុន្តែយើងពិតជាមិនអាចមើលឃើញពួកគេទេគាត់បានលើខ្ញុំនិយាយតើមានអ្នកណានិយាយទេតើអ្នកឲ្យខ្ញុំនិយាយទេខ្ញុំបានលើរឿងស្រដៀងគ្នានេះនៅខាងមុខគេហៅធុងអង្គរនោះថាធុងស្រូវខ្ញុំជាមនុស្សលោភលន់ណាស់ខ្ញុំចូលចិត្តឈ្មោះនេះណាស់កុំប្រើពាក្យសុំស្វែងរកគ្រប់ទីកន្លែងទៅទីនេះឲ្យលឿនតើប្រាក់នេះអាចទទួលយកបានទេហេតុអ្វីខ្ញុំមិនអាចយកវាបានមនុស្សនោះជាចោរបន្ទាប់មកខ្ញុំនឹងមិនខ្លាចជាចោរទេមែនទេម្ដេចក៏អ្នកយកឈ្មោះខ្ញុំជាចោរអ្នកហួសហេតុពេកហើយខ្ញុំមានអារម្មណ៍ល្អខ្ញុំធ្លាប់និយាយរួចហើយខ្ញុំមិនព្រមធ្វើដាច់ខាតសម្ភារៈរបស់ប្តីខ្ញុំត្រូវបានប្រគល់ឲ្យការស្លាប់របស់អ្នកអតីតគឺគ្រាន់តែប៉ុណ្ណឹងយើងមិនមានបំណងដូច្នោះទេចោរនោះគឺជាកញ្ជ្រោងទេពអប្សរចាំខ្ញុំផងអ្នកដែលប្រាប់យើងឲ្យធ្វើជាចោររងចាំខ្ញុំអ្នកណាអ្នកណាវាខ្ញុំតើខ្ញុំបានធ្វើអ្វីវាមិនមែនទៅតែពេលនេះទេមាននរណាម្នាក់ទៅតែវាខ្ញុំនៅចំពោះមុខខ្ញុំមួយសន្ទុះក្រោយមកមនុស្សគ្រប់គ្នាបានដាក់ភ្លើងពៅចុះឯងមិននៅខ្ញុំទេវាពិតជាស្លាប់មែនថ្ងៃដ៏ខ្មៅងឹតនេះជិតដល់ទីបញ្ចប់ហើយមិនអីទេចូលយើងទាំងអស់គ្នាលាក់ខ្លួនលឿនលាក់ខ្លួនក្រោកឡើងឲ្យខ្ញុំមើលអ្នកបង្ហាញខ្ញុំនឹងហេតុអ្វីបានជាអ្នកមិនអាចមើលមួយផ្លែតវាមិនរំខានទេពេលមើលអ្នកបែបនេះតើអ្នកកំពុងមើលអ្វីទុកឲ្យខ្ញុំមើលគ្រាន់តែមិនបង្ហាញវាដល់អ្នកទេហេតុអ្វីបានជារាងកាយមនុស្សឲ្យម្លេះតើខ្ញុំត្រូវចាប់វាដោយរបៀបណាវាពិបាកចាប់ណាស់ហើយមានក្លិនត្រីពិតជាត្រូវបានលុបចោលមែនហើយវាមានរសជាតិបែបនេះមានរឿងអ្វីកើតឡើងតើមនុស្សនេះជានរណានេះគឺជាអាវផាយអធិរាជវាជារបស់អ្នកណាវាមិនសំខាន់ទេសរុបមកវាធ្ងន់ពេកមិនអាចសង្គ្រោះបានមនុស្សពេញវ័យទាំង7នាក់របស់អ្នកធ្ងន់ពេកមិនអាចជួយសង្គ្រោះបានទេតើមនុស្សម្នាក់មកពីភាគខាងជើងនេះជានរណាឲ្យប្រកាសចុងក្រោយដែលតុលាការចង់តាមប្រមាណតើអ្នកណាជាអ្នកចុងក្រោយតាំងពីព្រះអង្គចាស់ទាំង7អង្គមកយើងធ្លាប់មកដល់ទីនេះហើយតើមានតម្រូវការណាមួយសម្រាប់យើងដើម្បីពួកគេនឹងរៀបចំការវាយឆ្មក់នៅទីនេះមែនទេយើងនឹងមកម្ដងទៀតហេតុអ្វីបានជាអ្នកមកទីនេះក្នុងទីក្រុងថ្ងៃនេះយើងនឹងស្នាក់នៅផ្ទះសំណាក់ខ្ញុំនឹងគេងនៅទីនេះមួយយប់ហើយថ្ងៃស្អែកខ្ញុំបានទៅផ្ទះរបស់ថេហងម្ដងទៀតនៅព្រឹកថ្ងៃនេះខ្ញុំហត់នឿយនឹងរឿងទាំងអស់ដែលបានកើតឡើងអ្នកធុញទ្រាន់នឹងការដឹកខ្ញុំហើយខ្ញុំត្រូវសម្រាកឥឡូវនេះខ្ញុំនឹងទៅគេងហេតុអ្វីបានជាអ្នកតែងងុយគេងហេតុអ្វីខ្ញុំមិនគេងពេលល្ងាច
ខ្ញុំយល់ហើយមនុស្សតែងតែត្រូវការគេងលក់ស្រួលមែនទេជាការពិតណាស់ការគេងលក់ស្រួលគឺល្អតើខ្ញុំអាចគេងជាមួយអ្នកនៅលើខ្នងរបស់ខ្ញុំដោយរបៀបណាខ្ញុំមិនរំខានអ្នកទេអ្នកអាចគេងលក់បានហើយបើអ្នកប្រសើរឡើងខ្ញុំអាចនឹងក្រឡាប់ហើយកុំតិចអ្នកអាចភ្នាល់បានប្រសិនបើអ្នកចង់ខ្ញុំនឹងភ្នាល់ម្ដងទៀតមិនអាក្រក់ទេប្រព័ន្ធទាំងមូលតើមនុស្សនឹងទៅជាប្រព័ន្ធបែបណាតើមានអ្វីខុសជាមួយមនុស្សសើចចំអកចំពោះរឿងកំ pl ែងអ្នកខឹងព្រោះគេមើលងាយអ្នកខ្លាំងពេកមែនទេខ្ញុំខឹងហើយខ្ញុំមិនព្រមចុះចាញ់ទេបើអ្នកចុះមកអ្នកនឹងមិនសប្បាយចិត្តទេបើអ្នកចុះមកអ្នកនឹងមិនសប្បាយចិត្តទេទទួលយកជីវិតគ្រប់ប្រភេទ